សូមរបៀបញ៉ាំណៃកូទីណាម៉ាយនិងវីតាមីន E មួយគួរញ៉ាំពេលព្រឹកថ្ងៃល្ងាចឬមួយក៏យប់មានការសិក្សាមួយដែលប្រៀបធៀបការញ៉ាំវីតាមីន E, C, B6 និង B2 ពេលព្រឹកនិងពេលល្ងាចទាក់ទងជាមួយនឹងការកាត់បន្ថយការប្រឈមមុខនឹងជំងឺបេះដូងនិងសរសៃឈាមនិងអត្រាមរណភាពអ្នកចូលរួម 27,455 នាក់មានអាយុធំជាង18ឆ្នាំហើយសិក្សារយៈពេល11ឆ្នាំទប់របស់ពុម្ពផ្សាយនៅក្នុងឆ្នាំ2022នឹងឯងហើយជាលទ្ធផលគេឃើញថាការញ៉ាំវីតាមីន E, C, B6 នៅពេលល្ងាចកាត់បន្ថយជំងឺសរសៃឈាមនិងបេះដូងហើយនឹងបន្ថយអត្រាមរណភាពល្អជាងធៀបជាមួយនឹងការញ៉ាំពេលព្រឹកហើយមូលហេតុនោះដោយសារតែធ្វើការបានល្អជាមួយនឹង antioxidant ដែលមាននៅក្នុងខ្លួនយើងជាពិសេសគឺនៅពេលយប់បើនិយាយតទៅជាមួយសម្រស់សុខភាពទូទៅហើយនឹងស្បែកក៏យើងនិយាយទៅលើប្រឆាំងមួយ radical សេរីហើយនឹង anti inflammation ប្រឆាំងជាមួយនឹងការលាកនឹងដែរអញ្ចឹងវាអាច reliable គ្នាបើនេះថាវាអាចជាប់ទាក់ទងគ្នាជាមួយនឹងការសិក្សាហ្នឹងហើយជាមួយនឹងការដែលយើងនិយាយទៅលើស្បែកដែរឯកសារមួយទៀតគួរឲ្យចាប់អារម្មណ៍ដែរគេនិយាយថា vitamin E ញ៉ាំពេលល្ងាចឬមួយក៏ពេលយប់មុនគេហ្នឹងគឺវាអាចជួយទៅលើបញ្ហាការគេងដែរដោយសារតែវាជួយcontrol ទៅលើ neural protection ទាក់ទងជាមួយនឹងការពារសរសៃប្រសាទយើងតែក៏មានឯកសារហើយនឹងការសិក្សាមួយចំនួនដែលនិយាយផ្ទុយពីនឹងដែរអញ្ចឹងសម្រាប់យោបល់របស់ខ្ញុំ vitamin E គឺញ៉ាំពេលណាក៏បានដែរព្រឹកថ្ងៃល្ងាចឬមួយក៏យប់អាស្រ័យលើបទពិសោធន៍ខ្លួនយើងជាមួយនឹងវីតាមីនដែរហើយខ្ញុំក៏ណែនាំឲ្យសាកញ៉ាំពេលយប់មើលដោយសារតែមានការសិក្សាច្រើនគេនិយាយថាការញ៉ាំនៅពេលល្ងាចក្រោយអាហារហ្នឹងគឺវាល្អអញ្ចឹងណាថែមលើនឹងតើតើជាមួយវីតាមីន C ការញ៉ាំពេលល្ងាចហ្នឹងញ៉ាំបានតែកម្រិតទាបទេដោយសារតែវីតាមីន C អាចភ្ញូចឲ្យយើង refresh ហើយនឹងវាអាចប៉ះពាល់កាពះហើយនឹងការគេងដែរសម្រាប់បងប្អូនមួយចំនួនណា